ក្រសួងមហាផ្ទៃដាស់តឿនមន្ត្រីដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀនប្រញាប់ដកខ្លួនបើមិនចង់ខ្លាចជាសាច់ស្អុយឯកឧត្តមអភិសិទ្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10នារាសីថ្ងៃទី12ខែមីនាឆ្នាំ2025បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀនសូមដកខ្លួនថយនិងកែប្រែអរិយាប័ត្រជាបន្ទាន់ព្រោះថាចាប់ពីពេលនេះតទៅការអនុវត្តពាក្យស្លោកឆ្លោះកញ្ចក់ងូតទឹកដុសក្អែបជាបាលនឹងវះសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលខុសច្បាប់គឺលែងឆ្លោះកញ្ចក់ងូតទឹកដកក្អែនិងព្យាបាលទៀតហើយពលរាជរដ្ឋាភិបាលរួមទាំងក្រសួងមហាផ្ទៃនឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដងនៅក្នុងឱកាសដែលអញ្ជើញជាសហអធិបតីជាមួយនឹងឯកឧត្តមសន្ធិបណ្ឌិតឧបនាយករដ្ឋមន្ត្រីណេតសាវឿនប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមុខក្រសួងមហាផ្ទៃក៏បានរំលេចនៅកិច្ចការសំខាន់មួយចំនួនទៀតដែលឯកឧត្តមផ្ទាល់និងឯកឧត្តមសន្ធិបណ្ឌិតឧបនាយករដ្ឋមន្ត្រីត្រូវការចូលរួមពង្រឹងការអនុវត្តពីក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមុខក្រសួងមហាផ្ទៃក៏មានប្រសាសន៍ត្រង់ថាបញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការដែលពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេប្រកាសណាបញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយដូច្នេះឯកឧត្តមប្រមានឲ្យដកខ្លួនចេញជាបន្ទាន់និងកុំពាក់ព័ន្ធព្រមទាំងបានណែនាំដល់មន្ត្រីនិងមានសមត្ថកិច្ចទាំងអស់ខិតខំពន្លាតការស្រាវជ្រាវដោយផ្ដោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្តនិងមុខសញ្ញាអ្នកដែលពាក់ព័ន្ធជាខ្នងបង្អែកសូមបញ្ជាក់ផងដែរថាក្នុងនីតិកាលទី7នៃរដ្ឋសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានដាក់ចេញគោលការណ៍ដឹកនាំសម្អាតផ្ទះយើងដោយបានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរពលគឺមន្ត្រីដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀនត្រូវទទួលការអនុវត្តការវះកាត់សាច់ស្អុយដោយបណ្ដឹងចេញពីក្របខ័ណ្ឌនិងទទួលខុសត្រូវចំពោះមុខច្បាប់មិនត្រឹមតែប៉ុណ្ណោះអ្នកដែលជួញដូរនោះទេមន្ត្រីស៊ីវិលនិងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀនតួយ៉ាងក្រសួងមហាផ្ទៃក៏បានអនុវត្តវិធានការបណ្ដឹងចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននិងការស្តាប់គ្រឿងញៀនផងដែរ